ត្រីចង្វាភ្លៀងគឺជាប្រភេទត្រីទឹកសាបដែលមានទំហំតូចនិងសកម្មខ្លាំងស្ថិតនៅក្នុងអំបូរត្រីចង្វាស៊ីព្រីនីដាដែលរស់នៅយ៉ាងរាយប៉ាយនៅក្នុងប្រទេសកម្ពុជានិងបណ្ដាប្រទេសជិតខាងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រីប្រភេទនេះត្រូវបានបែងចែកជាច្រើនអំបូរតូចៗទៅតាមតំបន់រស់នៅនិងលក្ខណៈរូបសាស្ត្ររបស់វាលក្ខណៈរូបសាស្ត្រនិងការសម្គាល់ត្រីចង្វាភ្លៀងមានរូបរាងតូចទ្រវែងនិងមានស្រកាល្អិតៗចាំងពណ៌ប្រាក់ទំហំដងខ្លួនជាទូទៅមានប្រវែងចន្លោះ 3.2 សង់ទីម៉ែត្រទៅជាង 6 សង់ទីម៉ែត្រអាស្រ័យទៅតាមប្រភេទនីមួយៗពណ៌សម្បុរមានដងខ្លួនពណ៌ប្រាក់ឬផ្ទៃពោះពណ៌សប្រភេទខ្លះមានខ្សែឆ្នូតពណ៌ទឹកក្រូច2នៅខាងក្រោយក្បាលឬជិតគល់កន្ទុយលក្ខណៈពិសេសត្រីចង្វាភ្លៀងភ្នំខ្លះមានពុកមាត់2គូខណៈប្រភេទខ្លះទៀតមានព្រុយថ្លានិងមានសកម្មភាពហែលទឹកលឿនរហ័សប្រភេទត្រីចង្វាភ្លៀងនៅកម្ពុជានៅក្នុងប្រទេសកម្ពុជាត្រីចង្វាភ្លៀងត្រូវបានគេកត់សម្គាល់ឃើញមាន3ប្រភេទសំខាន់មួយត្រីចង្វាភ្លៀងស្រែរស់នៅតាមបឹងវាលស្រែនិងទន្លេធំវាមានប្រវែងដងខ្លួនធំជាងគេប្រហែលធំជាង 6 សង់ទីម៉ែត្រប៉ុន្តែបច្ចុប្បន្នមិនសូវសម្បូរឡើយ2ត្រីចង្វាភ្លៀងភ្នំចូលចិត្តរស់នៅក្នុងទឹកជ្រលងភ្នំឬតំបន់ស្ទឹងអូរដែលមានទឹកហូរនិងថ្លាជាពិសេសនៅភាគខាងលិចនៃជួរភ្នំក្រវាញពួកវាមានទំហំតូចប្រហែល 3.2 ទៅ 4 សង់ទីម៉ែត្រ3ត្រីចង្វាភ្លៀងឆ្នូតគេច្រើនជួបប្រទះនៅតាមវាលស្រែបឹងនិងស្ទឹងតូចមានប្រវែងដងខ្លួនប្រហែល 5.5 សង់ទីម៉ែត្រ3ទីជម្រកនិងការរស់នៅប្រភពទឹករស់នៅក្នុងប្រភពទឹកសាបដូចជាវាលស្រែព្រែកអូរស្ទឹងនិងបឹងបួពួកវាចូលចិត្តហែលនៅក្បែរផ្ទៃទឹកខាងលើអាហារស៊ីសត្វល្អិតតូចប្លង់តុងនិងសារាយទឹកជាអាហារចរិតលក្ខណៈជាប្រភេទត្រីដែលចូលចិត្តរស់នៅនិងហែលជាវងពួកវាមានភាពរហ័សរហួននិងសកម្មខ្លាំងក្នុងការរកចំណីតម្លៃសេដ្ឋកិច្ចនិងការប្រើប្រាស់ទោះបីជាត្រីចង្វាភ្លៀងខ្លះមិនសូវមានតម្លៃសេដ្ឋកិច្ចខ្ពស់ក្នុងទីផ្សារធំដោយសារទំហំតូចប៉ុន្តែវាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋតាមជនបទប្រជាជនខ្មែរនិយមយកវាមកធ្វើជាម្ហូបយ៉ាងឆ្ងាញ់ពិសាដូចជាធ្វើប្រហុកផ្អកធ្វើត្រីងៀតល្អិតញាំប្រឡាក់បំពងស្រួយឬសម្លម្ជូរស្រែជាដើមត្រីលំអដោយសារវាមានរូបរាងស្អាតហែលជាវងនិងមានឆ្នូតចាំងពន្លឺត្រីចង្វាភ្លៀងក៏ត្រូវបានគេចាប់យកមកចិញ្ចឹមនៅក្នុងអាងកញ្ចក់ដើម្បីលំអផងដែរ